ខ្ញុំនឹងអ៊ំប្រុសហាកាគ្នាបើកហាងជួសជុលឡានបាន3ឆ្នាំហើយ3ឆ្នាំនេះហាងយ៉ាងហោចណាស់ក៏រកបាន2លានដែរខ្ញុំអាចចែកបានពី6លានឡានខ្លះធំមែនថ្លៃចិត្ត2លានមែនទេលីនឈិនមកនេះមកបងជាងគូធូលីដេហុយខ្លាំងណាស់ស្បែកជើងថ្មីរបស់ខ្ញុំប្រឡាក់អស់ហើយចាំបងទិញគូថ្មីឲ្យអូនវិញអូនប្រុសមានការអីមែនទេចុងឆ្នាំហើយលុយចំណែករបស់ឯងខ្ញុំបានវេរឲ្យហើយមើលទៅ3000ផលចំណេញសុទ្ធ1ឆ្នាំ2លាននិយាយគ្នាថាចែកពាក់កណ្ដាលម្នាក់តែបែរជាបានតែ3000អូយ3000យន់មិនតិចទេអាចទិញមីកញ្ចប់បានច្រើនគេសណាស់បានតែ3000លីនឈិនជាអ្នកជំនាញបច្ចេកទេសប្រចាំហាងនឹងណាស៊ូគាត់ជាក្មួយបង្កើតរបស់ថៅកែតើថៅកែអាចធ្វើបាបគាត់យ៉ាងម៉េចទៅប្រកាសជាមានការរៀបចំផ្សេងហើយលីនឈិននិយាយត្រង់ចុះការងារនៅក្នុងហាងជួសជុលឡាននេះគ្រាន់តែបដូរប្រេងម៉ាស៊ីនមួកចៅរកសិស្សរៀនបច្ចេកទេសណាក៏ធ្វើបានដែរឯងនៅក្មេងណាស់យកលុយនេះទៅរកស៊ីខាងក្រៅទៅកុំមកខាត់ពេលនៅកន្លែងតូចនេះអីគ្មានអនាគតទេត្រូវហើយមនុស្សក្មេងត្រូវតែមានមហិច្ឆតាមកនៅតែក្នុងហាងជួសជុលឡានរហូតតើមានន័យអីទៅបាត់លុយនេះខ្ញុំទទួលយកហើយហាត្រូវហើយមនុស្សក្មេងត្រូវតែចេះគិតឲ្យទូលីបែបហ្នឹងត្រូវហើយឡានអាដេនៅខាងក្រោយឯងជួយពិនិត្យប្រព័ន្ធហ្វ្រាំងម្ដងទៀតផងស្អែកនេះខ្ញុំមកយកឡានហើយបងជាងគូក្មួយប្រុសរបស់បងស្ដាប់បង្គាប់ល្អណាស់តើឡាវលីនមិនក៏សម្បកកង់ទាំងនោះមិនទាន់ជញ្ជូនអស់ទៀតភ្ញៀវកំពុងរងចាំយកហើយណាភ្លាមនេះហើយចិត្តរួចរាល់ហើយយឺតយ៉ាវមែនបើការនោះឯងមិនរបួសជើងទេតែលើនេះសំបីតែសម្បកកង់ក៏លើកមិនរួចដែរមែនទេអូយដៃរបស់ឯងប្រេះអស់ហើយទុកឲ្យខ្ញុំធ្វើវិញតាចាស់អើយផលចំណេញសុទ្ធ1ឆ្នាំ2លានគាត់ឲ្យខ្ញុំតែ3000យន់ឪពុកម្ដាយខ្ញុំធ្វើការហត់ស្ទើរស្លាប់នៅក្នុងហាងគាត់សំបីតែពាក្យល្អមួយម៉ាត់ក៏គ្មានដែរបើគាត់មិនចាត់ទុកពួកយើងជាមនុស្សទេហាងនេះខ្ញុំមិនធ្វើទៀតទេខ្ញុំនឹងធ្វើដោយខ្លួនឯងមិនក៏មកយឺតម្លេះកូនបានញ៉ាំអីហើយឬនៅមានការអីមែនទេកូនលុយចំណែកចែកហើយមែនទេ3000យន់មិនមែននិយាយគ្នាថាចែកពាក់កណ្ដាលម្នាក់ទេអីផលចំណេញជាង5លានឯណោះបានហើយកុំនិយាយទៀតអីមិនក៏មិនឲ្យនិយាយការនោះនិយាយគ្នាច្បាស់លាស់ណាស់មិនបានចុះកិច្ចសន្យាផងនិយាយទៅមានប្រយោជន៍អីពួកខ្ញុំមិនធ្វើការនៅទីនោះទៀតទេមិនធ្វើទៀតទេចុះកូនឯងខ្ញុំចង់រកស៊ីដោយខ្លួនឯងបើកហាងជួសជុលឡានផ្ទាល់ខ្លួនមួយ23000នេះគឺជាលុយដែលសន្សំបានប្រហែលឆ្នាំនេះដាំឡើយបំរុងទុកឲ្យកូនការប្រពន្ធឥឡូវកូនយកទៅប្រាសិនចុះពុកនេះជាលុយសម្រាប់ចិញ្ចឹមជីវិតពេលចាស់ជារបស់ពុកនឹងម៉ែតើចិញ្ចឹមជីវិតពេលចាស់កូនប្រុសរបស់ខ្ញុំចង់ធ្វើការធំរឿងពេលចាស់ចាំនិយាយគ្នាក្រោយយកទៅកូននេះជាលុយសន្សំផ្ទាល់ខ្លួនរបស់ម៉ែមានជាង3000យន់ហើយរបស់ទាំងនេះជាថ្លៃទឹកដោះរបស់ម៉ែតាំងពីការកូនយកវាទៅបញ្ចាំបដូរជាលុយទៅយកទៅកាលពុកឯងនៅក្មេងគាត់ចង់មានហាងជួសជុលឡានផ្ទាល់ខ្លួនមួយណាស់តែគាត់ធ្វើមិនបានសម្រេចកូនទៅជួយសម្រេចបំណងគាត់ទៅត្រូវហើយកូនទៅធ្វើវាឲ្យសម្រេចទៅខ្ញុំក៏មានដែរ12000នេះជាលុយដែលខ្ញុំសន្សំបាន2ឆ្នាំនេះរឿងរបស់បងក៏ជារឿងរបស់ខ្ញុំដែរពុកម៉ែខ្ញុំជឿជាក់លើលីនឈិនសមត្ថភាពរបស់គាត់ខ្ញុំដឹងច្បាស់ណាស់ឲ្យតែមានឱកាសគាត់ច្បាស់ជាធ្វើបានសម្រេចកូនល្អណាស់កូនល្អពិតមែន23000បូក3000បូក12000សរុបទាំងអស់38000គឺគ្រប់គ្រាន់ហើយបងជាងគូលីនឈិនម្នាក់នោះពិតជាចាក់ចេញទៅបែបហ្នឹងមែនអីសំបីតែពាក្យមួយម៉ាត់ក៏មិននិយាយដែរចង់ទៅក៏ទៅគ្រាន់តែជាកូនឈ្នួលម្នាក់សោះតើអាចធ្វើព្យុះភ្លៀងអីកើតប៉ុន្តែខ្ញុំឬមនុស្សនៅក្នុងហាងនិយាយថាជំនាញរបស់គេល្អខ្លាំងណាស់ភ្ញៀវធំជាច្រើនសុទ្ធតែចង់ឲ្យគេជួសជុលឡានឲ្យជំនាញល្អមានប្រយោជន៍អីទៅទី1បើគ្មានឧបករណ៍របស់ខ្ញុំតើគេយកអីទៅជួសជុលឡានទី2បើគ្មានមួយរបស់ខ្ញុំតើនរណាមកឲ្យគេជួសជុលឡានឲ្យទី3បើគ្មានប្រភពគ្រឿងបន្លាស់របស់ខ្ញុំតើគេទៅទិញគ្រឿងបន្លាស់ពីណាទោះបីជាគេមានជំនាញល្អយ៉ាងណាក៏ដោយឲ្យតែចាក់ចេញពីកន្លែងខ្ញុំគេគ្មានតម្លៃអីទាំងអស់បងជាងគូនិយាយត្រូវណាស់ចុះបងគិតថាគេអាចទ្រាំបានយូរប៉ុណ្ណាដែរខ្ញុំឲ្យពេលគេ3ខែក្រោយមកគេច្បាស់ជាត្រឡប់មកអង្វរខ្ញុំវិញមិនខានដល់ពេលនោះប្រាក់ខែកាត់ពាក់កណ្ដាលបើមិនធ្វើក៏ហីទៅកុំមើលឃើញតែភាពចាស់គំរើរបស់វាឯងមើលទីតាំងវាឲ្យច្បាស់សិនមើលផ្លូវដីនេះភ្ជាប់ទៅនឹងផ្លូវជាតិទៅខាងជើងផ្លូវជាតិគឺផ្លូវលបឿនលឿនឡានដែលចុះពីផ្លូវលបឿនលឿនបើមិនទៅទីក្រុងទេក៏ត្រូវទៅទីរួមស្រុកដែរផ្លូវដីនេះជាផ្លូវកាត់អ្នកបើកបរចាស់វិសានៅទីនេះដឹងគ្រប់គ្នាដូច្នេះបើឡានខូចពាក់កណ្ដាលផ្លូវហើយនៅជិតនេះគ្មានហាងជួសជុលឡានធំទេគឺមានតែមកទីនេះប៉ុណ្ណោះកន្លែងនេះរៀងដាច់ស្រយាលបន្តិចមែនតែមិនខ្វះភ្ញៀវឡើយថ្លៃឈ្នួលផ្ទះប៉ុន្មានដែរលោកគ្រូម្ចាស់ផ្ទះប្រញាប់លក់ណាស់50000គឺអាចទិញបានហើយលុយក្នុងដៃអញគឺល្មមសម្រាប់កក់មុននិងតុបតែងលម្អសាមញ្ញហើយលោកគ្រូហាងនេះខ្ញុំយកហើយល្អណាស់មានចិត្តក្លាហានល្អណាស់បើកហាងហើយធានហ្វុងគឺតើមានន័យថាម៉េចកូនស្ដាប់សំឡេងដឹងជំងឺឡានពិនិត្យចំណុចតូចដឹងរឿងធំនេះជាជំនាញពិសេសប្រចាំហាងយើងឈ្មោះល្អណាស់មានអំណាចខ្លាំងណាស់តើត្រូវទៅបន់ស្រន់នៅវិហារដើម្បីសុំសេចក្តីសុខសប្បាយដែរទេកូនមិនបាច់ទេម៉ែភ្ញៀវនឹងមកមិនខានភ្ញៀវមកមែនហើយឃើញទេខ្ញុំប្រាប់ហើយតើ
ផ្លូវលំបាកខ្លាំងណាស់ឡានក៏ខូចទៀតកន្លែងនេះជួសជុលឡានមែនទេបាទឡានរបស់លោកមានបញ្ហាអីដែរមិនដឹងទេស្រាប់តែរលត់ម៉ាស៊ីនហើយបញ្ឆេះមិនឆេះសោះហាងធំនៅឆ្ងាយណាស់ទីនេះអាចជួសជុលបានទេហាងរបស់ឯងគួរឲ្យទុកចិត្តបានទេយ៉ាងម៉េចហើយអាចជួសជុលបានទេដុំភ្លើងបូមសាំងដំណើរការមិនល្អបញ្ហាតូចតាចទេ10នាទីរួចរាល់ហើយមិនក៏ឯងដឹងស្ដាប់តាមសំឡេងដឹងហើយអាឡូឡានខ្ញុំរលត់ម៉ាស៊ីនហើយមានគេប្រាប់ថាដុំភ្លើងបូមសាំងដំណើរការមិនល្អថាម៉េចត្រូវបដូរបូមសាំងទាំងមូលមែនទេតម្លៃប៉ុន្មានដែរហាងធំប្រាប់ថាត្រូវបដូរបូមសាំងទាំងមូលតម្លៃ 12,000 យ៉នឯណោះមិនបាច់បដូរទាំងអស់ទេគ្រាន់តែដុំភ្លើងឡានចែកបន្តិចបន្តួចប៉ុណ្ណោះសម្អាតវាទៅជាការស្រេចហើយមិនបាច់បដូរគ្រឿងបន្លាស់ទេគិតតែថ្លៃកម្លាំងពលកម្មប៉ុណ្ណោះពិតមែនឬជួសជុលមិនជាមិនគិតលុយទេមិនចាំបាច់បដូរគ្រឿងបន្លាស់ទេគ្រាន់តែគិតថ្លៃឈ្មោះពលកម្មប៉ុណ្ណោះពិតមែនឬបើខ្ញុំជួសជុលមិនល្អខ្ញុំមិនយកលុយទេរួចរាល់ហើយសាកល្បងមើលទៅសាកមើលលឿនម្លេះអស់ប៉ុន្មាន100ហាង4ស្គីកាត់ថ្លៃ 12,000 តែអញយកតែ100ខ្ញុំគ្រាន់តែសម្អាតកន្លែងប៉ះគ្នាបន្តិចបន្តួចហើយប្រើទឹកថ្នាំសម្អាតបន្តិចយកថ្លៃប្រកម្ម100គឺគ្រប់គ្រាន់ហើយ500មិនបាច់អាប់ទេឃើញលើបច្ចេកទេសនិងទឹកចិត្តរបស់ប្អូនលើពីនឹងទុកគ្រាន់ផឹកស្រាទៅខ្ញុំឈ្មោះឈៀនជីនជាអនុប្រធានសមាគមឡានក្នុងតំបន់នេះប្អូនប្រុសតើឯងឈ្មោះអីដែរលីនឆិនអូខេខ្ញុំចាំហើយជំនាញរបស់ប្អូននៅតំបន់យើងនេះពិតជាគ្មានពីរឡើយថ្ងៃក្រោយខ្ញុំនឹងនាំមិត្តភ័ក្តិមកជួយគាំទ្រមុខរបររបស់ប្អូនបើកឆាកមានមួយហើយថ្ងៃដំបូងនៃការបើកហាងក៏មានមួយមកដែរនេះជាប្រផ្នូលល្អណាស់ញ៉ាំឲ្យបានច្រើនទៅពេលរសៀលរវល់ពេញមួយល្ងាចប្រកាសជាហត់ខ្លាំងហើយលីនឆិនឯងប្រញាប់មើលនេះមើលថ្ងៃនេះឡានខូចពាក់កណ្ដាលផ្លូវស្មានតែត្រូវគេកាប់ឆៅហើយតែលទ្ធផលត្រូវបានជាងក្មេងម្នាក់នៅហាងតូចក្បែរផ្លូវជួសជុលរួចរាល់ក្នុងរយៈពេល10នាទីគិតលុយតែ100 យ៉ុនប៉ុណ្ណោះខណៈដែលហាង4ស្កាត់ថ្លៃ 12,000 យ៉ុនទីតាំងនៅក្បែរផ្លូវបំបីជីក្រុងឈ្មោះថាទិនហ្វុងក Theng Weng Ji សូមណែនាំយ៉ាងខ្លាំងខូនេះគេជួយផ្សាយពាណិជ្ជកម្មឲ្យយើងតើមតិយោបល់នៅខាងក្រោមច្រើនណាស់មានមនុស្សជាច្រើនសួររកអាសយដ្ឋាននិងលេខទូរស័ព្ទរបស់ជាងរឿងគេឈ្មោះនេះវាមានប្រសិទ្ធភាពជាងការផ្សាយពាណិជ្ជកម្មណាទាំងអស់អញ្ចឹងស្អែកនេះនឹងមានមនុស្សមកមែនទេមានហើយតែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះកុំអាលសប្បាយចិត្តលឿនពេកបងជាងកមើលនេះណែទិញហ្វុងកនេះមិនមែនជាហាងកំពេចកំពកដែលល្អិតនោះបើទេអីមានមនុស្សតិចឡាច្រើនណាស់នៅខាងក្រោមហើយថែមទាំងមានអ្នកខ្លះថានឹងទៅសាកល្បងទៀតផងបណ្ដោយឲ្យវាលោឡាសិនទៅខ្ញុំចង់ដឹងណាស់ថាហាងកំពេចកំពករបស់វាអាចទ្រាំបានប៉ុន្មានថ្ងៃស្អែកឲ្យជើយ៉ាងទៅមើលបន្តិចមើលតើកន្លែងចង្រៃនោះវាទៅជាយ៉ាងណាហើយបងជាងកបងប្រហែលជាបារម្ភហើយមែនទេបារម្ភពីវាហ៎ទីនេះជាហាងទិញហ្វុងកមែនទេបាទពិតមែនហើយតើមានអ្វីឲ្យខ្ញុំជួយដែរទេខ្ញុំត្រូវបានណែនាំដោយឈៀនជីនឡានរបស់ខ្ញុំនេះស៊ីប្រេងម៉ាស៊ីនហាង4ស្ថាត្រូវតែរុះរើម៉ាស៊ីនធំដោយកាត់ថ្លៃ 80,000 យ៉ុនខ្ញុំសុំពិនិត្យមើលសិនយ៉ាងម៉េចហើយតើវាធ្ងន់ធ្ងរខ្លាំងទេមិនបាច់រុះរើធំទេស៊ីឡាំងស៊ូប៉ាពីចាស់ហើយធ្វើឲ្យប្រេងម៉ាស៊ីនលេចចូលក្នុងបន្ទប់ចំហេះគ្រាន់តែបដូរស៊ីឡាំងមួយឈុតទៅជាការស្រេចអស់ 2,000 យ៉ុន2,000ហាង4ស្កាត់ថ្លៃដល់ទៅ 80,000 យ៉ុនឯណោះណាការកាត់ថ្លៃរបស់ហាង4ភាគច្រើនជាថ្លៃពលកម្មនិងថ្លៃពិនិត្យបញ្ហាជាក់ស្ដែងរបស់ឡានបងស្រីគឺសាមញ្ញណាស់បងប្រកាសចិត្តទេបើមិនប្រកាសខ្ញុំមិននិយាយឡើយបើធ្វើមិនត្រូវខ្ញុំមិនយកលុយទេយល់ព្រមអញ្ចឹងបងជួយធ្វើទៅរួចរាល់ហើយបងស្រីសាកល្បងមើលទៅពិតជាហើយមែនទេងាយស្រួលយ៉ាងនេះអាយុទើបតែ26ឆ្នាំមានធ្វើដៃដល់ថ្នាក់នេះពិតជាពូកែណាស់ 2,000 យ៉ុនខ្ញុំផ្ទេឲ្យប្អូនខ្ញុំឈ្មោះហ្វាងជាភ្នាក់ងារអចលនទ្រព្យថ្ងៃក្រោយឡានខ្ញុំនឹងមកថែទាំនៅទីនេះហើយខ្ញុំនៅក្នុងក្រុមម្ចាស់ផ្ទះជាច្រើនសុទ្ធតែជាអ្នកមានឡានចាំខ្ញុំជួយផ្សព្វផ្សាយឲ្យប្អូនអរគុណបងស្រីហ្វាងអូបងឈិននេះជាហាងថ្មីរបស់បងមែនទេបងឈិនបងពិតជាមានមហិច្ឆតាណាស់កន្លែងចង្រៃបែបនេះក៏ហ៊ានបើកហាងដែរឪពុកខ្ញុំឲ្យខ្ញុំនាំពាក្យខ្លះមកប្រាប់បងគាត់ថាទុកពេលឲ្យបង3ខែបើទ្រាំលេងបានក៏ត្រឡប់ទៅវិញទៅគាត់នៅតែទទួលបងដែរចុះយ៉ាងអញមកទីនេះគ្រាន់តែដើម្បីនិយាយរឿងទាំងនេះទេអីលោកអ៊ំខ្ញុំនេះនិយាយដោយបំណងល្អទេបងឈិនចង់ចេញមករកស៊ីខ្លួនឯងបើខាត់បងទៅកុំបន្ទោសថាខ្ញុំមិនបានប្រមានទុកមុនឲ្យសោះនាំពាក្យរួចហើយមែនទេបើនាំពាក្យរួចហើយក៏អញ្ជើញទៅវិញទៅហាងតូចរបស់ខ្ញុំនេះមិនហ៊ានទទួលលោកឡើយបងឈិនកុំបន្ទោសថាខ្ញុំមិនបានប្រមានបងឲ្យសោះ3ខែទៀតចាំមើលគ្នាទៅ
អាល្អិតនេះចរិតដូចឪពុកវាបេះបិទពុកមើលណេជារូបថតដែលខ្ញុំថតបានកន្លែងខ្វក់បែបនេះក៏ហ៊ានហៅថាហាងជួសជុលឡានដែរពិតមែនហើយសូម្បីតែម៉ាស៊ីនលើកឡានសំរុំមួយក៏គ្មានដែរឧបករណ៍ទាំងអស់សុទ្ធតែទិញគ្នាជួសប៉ុណ្ណោះផ្ញើរូបថតមកឲ្យខ្ញុំមានការត្រូវប្រើលីនឈិនឯងចង់មកប្រកួតប្រជែងជាមួយខ្ញុំពិតជានៅខ្ចីណាស់លីនឈិនឯងប្រញាប់មកមើលនេះមើលចៅជាអង្គរម្នាក់នេះតើនៅជាមនុស្សទៀតទេមានមនុស្សជាច្រើនមកចុច like ហើយនិយាយចំអកឡកឡើយតើវានឹងប៉ះពាល់ដល់អាជីវកម្មរបស់យើងទេមួយពិតប្រាកដគេមិនមើលការបង្ហោះលើបណ្ដាញសង្គមឡើយគេមើលលើស្នាដៃគាត់ចង់បង្ហោះអីក៏បង្ហោះទៅខ្ញុំធ្វើការរបស់ខ្ញុំគាត់កាន់តែធ្វើបែបនេះថ្ងៃក្រោយគាត់នឹងកាន់តែធ្លាក់ខ្លួនខ្លាំងជាងនេះម៉ែកុំគិតច្រើនអីទៅធ្វើម្ហូបទៅខ្ញុំឃ្លានហើយអញពិតជាមិនខ្វល់ខ្វាយមែនហ៎ខ្វល់តែក៏មិនមែនពេលនេះដែរចាំខ្ញុំឈរជើងឲ្យនឹងសិនពេលនោះខ្ញុំមានពេលច្រើនណាស់ដើម្បីគិតបញ្ជីជាមួយគាត់ថាកែចៅលោកឲ្យខ្ញុំមកមានការអ្វីដែរលោកសុងពួកយើងសហការគ្នាបានប្រហែលឆ្នាំហើយប្រហែលជា7 ឬ 8 ឆ្នាំហើយត្រូវហើយ7 8ឆ្នាំមួយឆ្នាំខ្ញុំយកទំនិញពីលោកអស់រាប់សែនមិនដែលខ្វះលោកមួយកាក់មួយសេនឡើយមែនទេពិតមែនហើយថាកែចៅជាមនុស្សរក្សាពាក្យសន្យាល្អណាស់លោកសុងថ្ងៃនេះខ្ញុំហៅលោកមកគឺមានរឿងមួយចង់ប្រាប់ឲ្យលោកដឹងជាមុនសូមលោកមានប្រសាសន៍មកក្មួយប្រុសរបស់ខ្ញុំលីនឈិនបានបើកហាងជួសជុលតូចមួយនៅជីក្រុងបើគេមករកទិញគ្រឿងបន្លាស់ពីលោកកុំលក់ឲ្យគេឲ្យសោះរឿងនេះថាកែចៅចំនួនគឺចំនួនហើយបើគេឲ្យលុយហើយខ្ញុំមិនលក់ឲ្យវាហាក់ដូចជាមិនសមហេតុផលសោះលោកសុងពួកយើងសហការគ្នាបានប្រហែលឆ្នាំហើយមួយឆ្នាំកិច្ចសន្យារាប់សែនលោកមិនយកយល់មកខ្ញុំបន្តិចទេអីឬមួយក៏លោកចង់ផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំដើម្បីទៅសហការជាមួយហាងកំពេចកំប៉ុកនោះយកព្រមថៅកែចៅខ្ញុំយល់ហើយធ្វើបែបនេះទើបត្រូវតែចាំគ្រឿងហ្វ្រាំងឡានមួយបាច់នោះប្រញាប់ផ្ញើមកឲ្យលឿនបន្តិចមកភ្ញៀវកំពុងរងចាំហើយលីនឈិនបើគ្មានគ្រឿងបន្លាស់ទេចាំមើលថាតើឯងយកអ្វីមកជួសជុលឡានទៀតទៅឡើយសុំយើងស្គាល់គ្នាយូរប៉ុណ្ណាហើយបងធ្លាប់និយាយថាអត់មានអីវ៉ាន់ពីកាលណាលីនឈិនឲ្យមិនមែនខ្ញុំមិនចង់លក់ឲ្យអញទេតែថ្មីនេះវាពិតជាខ្វះខាតមែនឡើយសុំនិយាយត្រង់មកតើមាននរណាម្នាក់ប្រាប់បងមែនទេលីនឈិនកុំធ្វើឲ្យខ្ញុំពិបាកចិត្តអីមានការអីមែនទេអ្នកគាត់គង់គ្រឿងបន្លាស់មិនព្រមលក់ឲ្យខ្ញុំទៀតទេមានគេប្រាប់ពួកគេគឺមានរបស់ឯងមែនទេគាត់អាចកាប់ផ្ដាច់បានតែមួយកន្លែងទេតែមិនអាចកាប់ផ្ដាច់ទាំងអស់បានឡើយខ្ញុំទៅរកគ្រូអាចៅជាងគូនេះពិតជាមិនមែនជាមនុស្សល្អមែនឯងមករកខ្ញុំលើកនេះចង់ឲ្យខ្ញុំជួយរកអ្នកផ្គត់ផ្គង់ផ្សេងឲ្យមែនទេគ្រូតើលោកស្គាល់អ្នកផ្គត់ផ្គង់នៅទីក្រុងខេត្តខ្លះទេស្គាល់ម្នាក់ឈ្មោះម៉ាទៅមីងធ្វើជាមួយលក់ដុំគ្រឿងបន្លាស់ជាង20ឆ្នាំហើយតែមនុស្សម្នាក់នេះមានចរិតចម្លែកណាស់គាត់មិនមើលលើខ្សែស្រឡាយទេគឺមើលលើសមត្ថភាពតែមួយគត់មានន័យថាមិនទៅលោកគ្រូលើកមុនមានម្ចាស់ការ៉ាស់ឡានដែលបើកបាន10ឆ្នាំម្នាក់ទៅរកគាត់ត្រូវគាត់សួរចាក់ដោត3សំណួររហូតដល់និយាយមិនចេញក៏ដើរចេញទាំងខ្មាស់គេទៅលោកគ្រូនាំខ្ញុំទៅជួបគាត់ទៅឯងមានទំនុកចិត្តទេបើមិនសាកល្បងធ្វើមិនដឹងទៅម៉ាទៅមីងម្នាក់នេះមានភ្នែកមុតស្រួចណាស់បើបច្ចេកទេសឯងមិនដល់កម្រិតទេសូម្បីតែក្បែរទ្វារផ្ទះគាត់ក៏មិនឲ្យឯងចូលផងជីទូទៅគាត់សាកល្បងមនុស្សយ៉ាងម៉េចដែរមិនដឹងទេរាល់ដងមិនដែលដូចគ្នាឡើយខ្លះត្រូវគាត់សួរ8សំណួរខ្លះទៀតឲ្យទៅជួសជុលឡានផ្ទាល់តែម្ដងភ័យទេនៅធម្មតាទេខ្ញុំត្រូវរំលឹកឯងប្រវត្តិរបស់ម៉ាទៅមីងមិនសាមញ្ញទេគ្រួសារគេមានរោងចក្រគ្រឿងបន្លាស់ផ្ទាល់ខ្លួនការលក់គ្រឿងបន្លាស់គ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះលោកគ្រូចាំងមកហើយលោកប្រធានមកនៅខាងក្នុងខ្ញុំទៅជម្រាបគាត់បន្តិចមិនបាច់ទេខ្ញុំចូលទៅខ្លួនឯងឡើយចាងភ្ញៀវកំរណាស់ចុះម្នាក់នេះគឺសិស្សរបស់ខ្ញុំលីនឈិនអូគឺអ្នកដែលចង់យកអីវ៉ាន់ពីខ្ញុំម្នាក់នោះមែនទេមុខមាត់របស់ឡើយចាងខ្ញុំត្រូវតែយកតែច្បាប់ទម្លាប់មិនអាចកែប្រែបានឡើយឯងត្រូវតែឲ្យខ្ញុំដឹងថាឯងមានសមត្ថភាពពិតមែនឬអត់ត្រូវសាកល្បងយ៉ាងម៉េចឃើញឡាន Adia 5មួយពណ៌ខ្មៅនៅទីធ្លាខាងក្រៅនោះទេអតិថិជនយកមកផ្ញើភ្លើងសញ្ញាបញ្ហាម៉ាស៊ីនលោតរហូតបដូរសេនសារបីហើយនៅតែមិនបាត់ទុកចោលកន្លះខែហើយ20នាទីលឿនគួរសមមើលដឹងពីបញ្ហាហើយមែនទេទូយកខ្យល់ចូលមានប្រេះស្រាមនៅត្រង់កន្លែងបត់ការលេខឃ្លីខ្យល់ធ្វើឲ្យល្បាយខ្យល់ស្ដាងពេកទើបភ្លើងសញ្ញាលោតរហូតបដូរសេនសរមិនត្រូវចំណុចទេគឺត្រូវបដូរទូយកខ្យល់ចូលតើឯងវិភាគដឹងដោយរបៀបណាគោលបញ្ហាគឺល្បាយខ្យល់ស្ដាងពេកតែបដូរសេនសរ3ដងនៅតែអត់ប្រយោជន៍បញ្ជាក់ថាបញ្ហាមិនមែននៅលើសេនសរឡើយខ្ញុំបានពិនិត្យប្រព័ន្ធម៉ាស៊ីនទាំងមូលទើបឃើញកន្លែងប្រេះនោះឡើយចាងសិស្សរបស់បងម្នាក់នេះមិនធម្មតាទេណាខ្ញុំនិយាយប្រាប់ហើយមែនទេយុវជនចាប់ពីថ្ងៃនេះទៅអីវ៉ាន់នៅកន្លែងខ្ញុំអញអាចយកទៅតាមចិត្តខ្ញុំនឹងឲ្យតម្លៃទាបបំផុតហើយពន្យាពេលទូទាត់លុយឲ្យអញរយៈពេល3ខែអរគុណច្រើនលោកប្រធានម៉ាកុំអរគុណខ្ញុំអីគឺដោយសារសមត្ថភាពរបស់អញផ្ទាល់ទេបើត្រូវការអីអាចទៅមុខលេខនេះផ្ទាល់បានឲ្យតែបច្ចេកទេសរបស់អញពូកែគ្មាននរណាអាចមករ៉ាំងអញបានឡើយលីនឈិនថ្ងៃនេះអញធ្វើបានល្អណាស់មកពីលោកគ្រូបង្រៀនបានល្អមិនពាក់ព័ន្ធនឹងខ្ញុំទេគឺដោយសារឯងឆ្លាតវៃខ្លួនឯងចងចាំទុកឲ្យតែបច្ចេកទេសពូកែគ្មាននរណាអាចរារាំងឯងបានទេ
រឿងនៅទីក្រុងខេត្តគឺសង្ឃឹមថាពួកគេនឹងទទួលយកការបញ្ជាទិញហើយបញ្ហាគ្រឿងបន្លាស់ត្រូវបានដោះស្រាយហើយល្បិចរបស់មីឯងលែងមានប្រសិទ្ធភាពទៀតហើយអាចើជាងគូនេះពិតជាគ្មានគុណធម៌មែនធ្វើជាមនុស្សមិនក៏ធ្វើចរិតបែបនេះកើតលីនឈិនចុះឥឡូវនេះពួកយើងអាចទទួលធ្វើឡានដោយទំនុកចិត្តបានហើយមែនទេ Baybach ឡាននេះប្រហែលជាតម្លៃរាប់លានយ៉នហើយមើលទៅអញគឺជាលីនឈិនមែនទេបាទគឺខ្ញុំសួស្ដីបងខ្ញុំឈ្មោះលីគូបឈាំងធ្វើការខាងវិស័យអចលនទ្រព្យប្រព័ន្ធបូមខ្យល់ឡានរបស់ខ្ញុំខូចហើយបើកទៅវាឡើងខាងចុងខាងហាង4ស្គេថាត្រូវបដូរប្រព័ន្ធទាំងមូលដោយកាត់ថ្លៃ 150,000 យ៉នខ្ញុំសូមពិនិត្យមើលសិនហាងតូចប៉ុណ្ណឹងអាចជួសជុលឡាន Maybach បានដែរយ៉ាងម៉េចហើយមិនបាច់បដូរប្រព័ន្ធទាំងមូលទេបូមខ្យល់ខាងស្ដាំផ្នែកខាងក្រោយវាលេចធ្លីបូករួមទាំងសញ្ញាសេនសាកម្ពស់មានបញ្ហាបន្តិចបន្តួចបដូរតែបូមខ្យល់ចេញហើយកំណត់សេនសាឡើងវិញគឺបានហើយឯងប្រកាសចិត្តទេប្រកាសណាស់ទាំងគ្រឿងបន្លាស់និងថ្លៃឈ្នួលគឺ 15,000 យ៉នការ៉ាក្រុមហ៊ុន4ស្គេកាត់ថ្លៃ 150,000 តែឯងយកតែ 15,000 គម្លាតនេះរៀងធំហើយណាគម្លាតធំដោយសារពួកគេបដូរគ្រឿងបង្គុំទាំងមូលចំណែកខ្ញុំបដូរតែគ្រឿងបន្លាស់តូចលទ្ធផលទទួលបានដូចគ្នាតែការចំណាយខុសគ្នាយល់ព្រមឯងជួសជុលទៅតែខ្ញុំមានលក្ខខណ្ឌមួយលក្ខខណ្ឌអ្វីដែរក្រោយជួសជុលរួចខ្ញុំត្រូវបើកសាកល្បងចម្ងាយ100 គីឡូម៉ែត្របើគ្មានបញ្ហាទើបខ្ញុំប្រគល់លុយឲ្យគ្មានបញ្ហាទេខ្ញុំចាំនៅក្បែរនេះឯងជួសជុលមួយទៅរួចរាល់ហើយលីងឈិនអញអាយុប៉ុន្មានហើយ26ឆ្នាំអាយុ26ឆ្នាំមានស្នាដៃល្អបែបនេះពិតជាកម្រណាស់ 15,000 ផ្ទេរឲ្យអញរួចហើយថ្ងៃក្រោយឡានរបស់ខ្ញុំនឹងយកមកថែទាំនៅកន្លែងអញហើយលីងឈិនហាងរបស់ឯងនេះតូចពេកហើយគង់តែត្រូវដូរទៅកន្លែងធំទេដល់ពេលត្រូវការពឹងផ្អែកលើធនធានអាចមករកខ្ញុំពិភាក្សាបានមេឃនេះប្រហែលជាចិត្តភ្លៀងធំហើយបើមានភ្លៀងធ្លាក់ពីរបីថ្ងៃទៀតផ្លូវនេះនឹងខូចទាំងស្រុងហើយចុះប៉ុន្មានថ្ងៃនេះត្រូវធ្វើម៉េចទៅអតិថិជនចូលមិនរួចទេនៅតែទូទាត់បញ្ជីទៀតឯនៅជំពាក់ប៉ុន្មានទៀតខាងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់មានប្រាក់ទំនិញមួយចំនួនត្រូវទូទាត់បូករួមទាំងប្រាក់ជាង 20,000 ទៀតសរុបប្រហែល 30,000 មិនអីទេនឹងល្អប្រសើរឡើងវិញបាទញ៉ាំអីសិនទៅហេតុអីបានជាអូនមកទីនេះក្មួយស្រីម្នាក់នេះមកជួយទេក្រោយចេញពីធ្វើការនាងមកជួយធ្វើការពី3ម៉ោងដើម្បីរកចំណូលបន្ថែមយូរប៉ុណ្ណាហើយទើបតែប៉ុន្មានថ្ងៃនេះទេឃើញបងមានសម្ពាធខ្លាំងទើបអូនចង់ជួយសម្រាលខ្លះអីចឹងបានជាពេលថ្ងៃអូនធ្វើការពេលយប់នៅមកលើកំហុបទៀតសុំទោសដែលធ្វើឲ្យអូនលំបាកនិយាយអីចឹងអូនជាសង្សាររបស់បងណាផ្លូវនៅតែខូចដដែលត្រូវហាលថ្ងៃ2 3ថ្ងៃទៀតតាអញទៅណាចេញទៅរកអតិថិជនរកអតិថិជនទៅរកឯណាច្រកចេញផ្លូវលបឿនលឿនបើអតិថិជនមិនមកខ្ញុំនឹងទៅរកពួកគេជាងឡានខ្ញុំបញ្ឆេះទេជួយមើលបន្តិចបានទេអាគុយអស់ភ្លើងហើយគ្រាន់តែសាកភ្លើងបន្តិចជាការស្រេចរួចរាល់ហើយអស់ប៉ុន្មានដែរ50មិនបាច់អាប់ទេមិនងាយស្រួលឡើយ
ជាងម៉ាស៊ីនត្រជាក់ឡានខ្ញុំមិនត្រជាក់សោះជួយមើលបន្តិចបានទេឃ្លីកហើយទៅបន្ថែមហ្គាសម៉ាស៊ីនត្រជាក់ប៉ុន្តែខ្ញុំមិនមានឧបករណ៍នៅជាប់ខ្លួនទេមិនអាចធ្វើជូនបានទេចុះធ្វើម៉េចទៅបញ្ហាមិនធំដុំទេបងទៅហាង Boons បន្ថែមហ្គាសបន្តិចទៅបានហើយមិនអស់លុយប៉ុន្មានទេបងមិនជួសជុលទេឯងលក្ខខណ្ឌខ្ញុំនៅទីនេះមានកម្រិតអ្វីដែលជួសជុលមិនកើតគឺមិនកើតហើយមិនអាចបោកប្រាស់បងបានទេជាងបងជាមនុស្សស្មោះត្រង់ណាស់បើជាអ្នកផ្សេងគេច្បាស់ជាឲ្យខ្ញុំដូរម៉ាស៊ីនបង្ហាប់បាត់ទៅហើយតែហាងរបស់បងនេះណាថ្ងៃក្រោយខ្ញុំនឹងទៅជួយគ្រប់គ្រងអាជីវកម្មរបស់បងនៅផ្លូវបំបីផ្លូវខេត្តជីក្រុងឈ្មោះតឹងហ្វុងកឺចាំទុកហើយយ៉ាងម៉េចហើយជាង500មិនសូវច្រើនទេតែល្អជាងអង្គុយរងចាំទេឈិនឃ្លានហើយមែនទេបាយឆ្អិនហើយថ្ងៃនេះយ៉ាងម៉េចដែរបាន7 8មួយសុទ្ធតែបញ្ហាតូចតាចហើយក៏បានថែមវិឆាត2 3នាក់ដែរពួកគាត់ថាលើកក្រោយមានការអីនឹងតាក់ទងមកចុះស្អែកទៅទៀតទេទៅតើឲ្យតែផ្លូវមិនទាន់ស្ងួតគឺទៅរាល់ថ្ងៃត្រូវហើយមិនអាចរងចាំបានទេត្រូវតែម្ចាស់ការលើកខ្លួនឯងញ៉ាំស៊ុបទៅឲ្យកក់ក្ដៅខ្លួនលោកលីឡានរបស់លោកមានបញ្ហាហើយឡានគ្មានបញ្ហាទេខ្ញុំមកនិយាយគ្នាលេងជាមួយបងតើលីនឈិនខ្ញុំមើលថាប៉ុន្មានថ្ងៃនេះបងទៅជួយជួសជុលឡានឲ្យគេនៅច្រកចេញផ្លូវលបឿនលឿនមែនទេបាទពីព្រោះភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យខូចផ្លូវអតិថិជនចូលមកមិនកាត់ប៉ុន្តែខ្ញុំក៏បានឮដែរថាគេឈ្មោះរបស់បងល្បីខ្លាំងណាស់គ្មានជំនឿទេការអង្គុយរងចាំមិនមែនជាស្ទីលរបស់ខ្ញុំឡើយខ្ញុំពិតជាកោតសរសើរទឹកចិត្តរបស់បងណាស់ក្រុមហ៊ុនយើងមានក្រុមឡានជាង20គ្រឿងកាលពីមុនធ្លាប់ថែទាំនៅហាង Boons ខ្ញុំចង់សួរថាតើបងមានចំណាប់អារម្មណ៍ទទួលមួយនេះទេលោកលីហាងខ្ញុំតូចតាចណាស់អាចទទួលខុសត្រូវគម្រោងនេះបានឬអត់ជាសិទ្ធិរបស់បងខ្ញុំមើលតែលទ្ធផលប៉ុណ្ណោះខ្ញុំយល់ព្រមចុះហត្ថលេខារហ័សរហួនល្អណាស់ហើយកែជើម៉ាស៊ីនឡានខ្ញុំមានសម្លេងប្លែកហាង Boons ជួសជុល2 ដងហើយនៅតែមិនបាត់ឬថាហាងបងជាហាងលំដាប់ខ្ពស់មែនទេគ្មានបញ្ហាទេទុកចិត្តលើខ្ញុំចុះ3ថ្ងៃក្រោយខ្ញុំនឹងមកយកឡាននេះឯងជាអ្នកជួសជុលត្រូវតែរួចរាល់ក្នុងរយៈពេល3ថ្ងៃហើយកែឡាននេះខ្ញុំមិនដែលជួសជុលទេណាមិនដែលធ្វើក៏ត្រូវរៀនដែរខ្ញុំជួលឯងមកធ្វើការដើម្បីអ្វីថាកែខ្ញុំពិតជាជួសជុលមិនកាត់មែនដូរដំតង់សៀងហើយសម្លេងប្លែកកាន់តែខ្លាំងជាងមុនទៅទៀតឥតប្រយោជន៍អាឡូជីងឈៀនមែនទេខ្ញុំមានឡានផត1គ្រឿងនៅទីនេះតើបងអាចមកជួយមើលបន្តិចបានទេបាទស្អែកបងអញ្ជើញមកចុះតើឡាននៅណាឲ្យខ្ញុំមើលបន្តិចមើលបញ្ហាតូចតែទេ3ថ្ងៃនឹងរួចរាល់ហើយស្ងាត់ជាងឡានថ្មីទៅទៀតជាងឈៀនបងពិតជាពូកែអស្ចារ្យមែនមិនអីទេគ្រាន់បើជាងមុនឆ្ងាយណាស់ជើជាងគូមើលដោយខ្លួនឯងទៅជើជាងកឯងមើលខ្លួនឯងទៅម៉ាស៊ីនត្រូវបានខូចខាតទាំងស្រុងហើយថ្លៃជំនួសបូករួមទាំងថ្លៃខូចខាតផ្លូវចិត្តសរុប1 លាន 2 សែនយ៉នមិនអាចខ្វះសូម្បីតែ1 សេនខ្ញុំបានឲ្យមេធាវីផ្ញើលិខិតផ្លូវការទៅហើយបើក្នុងរយៈពេល3ថ្ងៃឯងមិនផ្ដល់ចម្លើយទេជួបគ្នានៅតុលាការលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅត្រូវបានបិទហើយរត់បាត់ហើយគាត់បានរត់តាំងពីសៀលម្សិលមិញម្លេះ1 លាន 2 សែនយ៉នតើឲ្យខ្ញុំទៅរក1 លាន 2 សែនយ៉នពីណាមកចុះជាងកឯងមើលរឿងល្អដែលឯងបានធ្វើទៅឯងលួចផ្ទេរប្រាក់3 សែនយ៉នទៅឲ្យមីស្រីកញ្ជ្រោងនោះក្នុងខ្ញុំ3 សែនយ៉ននោះគឺសម្រាប់ធ្វើជំនួញតើធ្វើជំនួញឯងគិតថាខ្ញុំល្ងងមែនទេមីហ្វេហ្វីនោះជាមនុស្សបែបណាឯងគិតថាខ្ញុំមិនដឹងមែនទេស៊ូឡានឯងកំពុងធ្វើអីហ្នឹងលេងខ្ញុំចង់បានលុយឯងទៅយកលុយ3 សែនយ៉ននោះត្រឡប់មកវិញភ្លាមចុះជាងកខ្ញុំរស់នៅជាមួយឯង20 ឆ្នាំហើយតើឯងធ្វើបែបនេះសំនឹងខ្ញុំទេគេព្រមព្រៀងលេងខ្ញុំឲ្យមេធាវីព្រៀងរួចហើយទេគឺជារបស់ខ្ញុំឯងរកវិធីសងបំណុលដោយខ្លួនឯងទៅប៉ាខ្ញុំមានរឿងហើយមានរឿងអីឯងថាម៉ាន5 សែនយ៉នហើយជាលុយចងការប្រាក់ខ្ពស់ទៀតប៉ាខ្ញុំខុសហើយអញរកកន្លែងពូនសិនទៅខ្ញុំនឹងរកវិធីដោះស្រាយក្តីក្តាម1 លាន 2 សែនលុយ3 សែនយ៉នត្រូវបានហ្វេហ្វីយកទៅបាត់ឥឡូវនេះថែម5 សែនយ៉នទៀត
លីងឈិនខ្ញុំជាអ៊ំប្រុសរបស់គេមិនអាចមិនខ្វល់ពីខ្ញុំបានទេលីងឈិនមើលនេះមើលនៅក្នុង moment ស្គាល់ល្បីគ្នាថាអ៊ំប្រុសរបស់អ្នកធ្វើឲ្យខូចឡាន post របស់គេត្រូវសងជាង1 លានយ៉នមិនពាក់ព័ន្ធនឹងខ្ញុំទេអ្នកមិនចង់ដឹងទេអីមិនចង់ដឹងទេរបៀបដែលគាត់ធ្លាប់ធ្វើដាក់ខ្ញុំពីមុនខ្ញុំមិនទាន់ភ្លេចទេឥឡូវគាត់យ៉ាងម៉េចខ្ញុំមិនខ្វល់ឡើយជើយ៉ាង5សែនយ៉នបើថ្ងៃនេះមិនសងទេកុំបន្ទោសខ្ញុំថាដៃឆៅបងឡងសូមពន្យាពេល2 3ថ្ងៃទៀតទៅប៉ាខ្ញុំកំពុងរកវិធីដោះស្រាយហើយរោងចាស់កម្រើរបស់ប៉ាអេងចិត្តត្រូវបានតុលាការរឹបអូសទៅហើយតើគាត់មានវិធីអីដោះស្រាយកុំ VA ខ្ញុំ Telegram ខ្ញុំឲ្យប៉ាខ្ញុំមកឥឡូវនេះថៅកែជើមិនបានជួបគ្នាយូរហើយតើការជួបលើកមុនឯងនៅបាក់ឡានគីក្លាសនៅឡើយទេបងឡងរឿងនេះអាចពន្យាពេល2 3ថ្ងៃទៀតបានទេបានពន្យាពេល3ខែរួចទៅហើយខ្ញុំឲ្យពេលឯង3ថ្ងៃបើ3ថ្ងៃទៀតរកលុយមិនបានទេម្រាមដៃកូនប្រុសឯងខ្ញុំនឹងកាត់យកហើយប៉ាតើខ្ញុំត្រូវធ្វើម៉េចទៅរកបងឈិនរបស់ឯងទៅស្អីគេខ្ញុំនឹងទៅអង្វរគេអ៊ំប្រុសហេតុអីអ៊ំមកទីនេះអ៊ំមកខ្ចីលុយឯងខ្លះអាល្អិតជើយ៉ាងវីជំពាក់លុយចងការគេនៅខាងក្រៅ5សែនយ៉នម្ចាស់បំណុលថាបើ3ថ្ងៃទៀតមិនសងគេនឹងយករ៉ាំដៃលីងឈិនទោះជាយ៉ាងណាក៏ដោយខ្ញុំជាអ៊ំរបស់ឯងឥឡូវឯងមានបានហើយគួរតែជួយអ៊ំខ្លះទៅអ៊ំប្រុសអ៊ំដឹងទេថានៅពេលអ៊ំនិយាយបែបនេះតើខ្ញុំមានអារម្មណ៍យ៉ាងណា3ខែមុនអ៊ំឲ្យលុយខ្ញុំ3000យ៉នហើយនិយាយថាខ្ញុំគ្រាន់តែជាកញ្ចេះគេប៉ុណ្ណោះអ៊ំឲ្យជើយ៉ាងមកថតរូបហើយបង្ហោះចំអកឡោលុយឲ្យខ្ញុំអ៊ំទូរស័ព្ទទៅគំរាមអ្នកផ្គត់ផ្គង់របស់ខ្ញុំដើម្បីកាត់ផ្តាច់ប្រភពគ្រឿងបន្លាស់របស់ខ្ញុំឥឡូវនេះអ៊ំមកខ្ចីលុយខ្ញុំវិញអ៊ំប្រុសតើអ៊ំអាងអីលីងឈិនជើយ៉ាងជីបអូនជីដូនមួយរបស់ឯងណារឿងរបស់ជើយ៉ាងចាំនិយាយគ្នាពេលក្រោយអ្វីដែលខ្ញុំនិយាយពេលនេះគឺរឿងរបស់អ៊ំលុយ5សែនយ៉ននេះខ្ញុំមិនឲ្យអ៊ំខ្ចីទេបងឈិនខ្ញុំដឹងថាពីមុនខ្ញុំធ្វើខុសចំពោះបងខ្ញុំបានចំអកបងជាមួយប៉ាខ្ញុំមិនមែនជាមនុស្សទេសូមបងជួយសង្គ្រោះខ្ញុំផងខ្ញុំពិតជាដឹងកំហុសហើយអាយ៉ាងខ្ញុំអាចជួយឯងបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌអីបងប្រាប់មកខ្ញុំព្រមទាំងអស់ទី1ត្រូវផ្ដាច់ល្បែងចាប់ពីថ្ងៃនេះទៅមិនត្រូវប៉ះពាល់ល្បែងស៊ីសងគ្រប់ប្រភេទបើឃើញតែម្ដងគឺដេញចេញភ្លាមទី2ត្រូវមកធ្វើការនៅហាងខ្ញុំដោយចាប់ផ្ដើមពីកូនជាងទៅប្រាក់ខែ3000យ៉នក្នុងមួយខែធានាទាំងបាយទឹកស្នាក់នៅបើធ្វើគ្រប់3ឆ្នាំខ្ញុំនឹងបង្រៀនបច្ចេកទេសឲ្យទី3លុយ5សែនយ៉ននេះគឺឲ្យឯងខ្ចីទេដោយកាត់ប្រាក់ខែ1000យ៉នរៀងរាល់ខែសងខ្ញុំវិញរហូតដល់សងអស់ខ្ញុំព្រមធ្វើខ្ញុំនឹងសងវិញមិនឲ្យខ្វះ1សេនទេបងឈិនអរគុណបងខ្លាំងណាស់អ៊ំប្រុសរឿងរបស់អាយ៉ាងខ្ញុំទទួលរ៉ាប់រងហើយប៉ុន្តែរឿងរបស់អ៊ំគឺមិនពាក់ព័ន្ធនឹងខ្ញុំទេមកហើយបោះសម្អាតការ៉ូសិនទៅរួចហើយយកកង់ឡាន2 3នោះទៅទុកខាងក្រោយកូនឈិនតើកូនពិតជាចង់ទទួលគេឲ្យនៅធ្វើការមែនហីគេមិនដូចជាឪពុករបស់គេទេខុសគ្នាយ៉ាងម៉េចទៅឪពុកវាពីក្នុងឆ្អឹងមកជាមនុស្សថោកទាបចំណែកជើយ៉ាងគ្រាន់តែត្រូវបានគេបង្ហូចតាំងពីតូចប៉ុណ្ណោះយុវជនម្នាក់នេះនៅមានឱកាសកែខ្លួនអញ្ចឹងក៏បានដែរស្រេចតែកូនសម្រេចចុះហត់ទេមិនហត់ទេបងឈិនពីមុនខ្ញុំពិតជាយងខ្នងខ្លាំងណាស់ដឹងខ្លួនបែបនេះគឺល្អហើយខំប្រឹងធ្វើការទៅកុំឲ្យខ្ញុំខកបំណងឲ្យសោះខ្ញុំមិនធ្វើឲ្យបងខកបំណងទេបងឈិនឃើញអត់នោះគឺជើជាងកោះហើយកាលពីមុនរងរឿងខ្លាំងណាស់ណាឮថាធ្វើឲ្យខូចឡាន post របស់គេគ្មានលុយសងទេសំមុខហើយពីមុនចូលចិត្តបោកប្រាស់គេខ្លាំងណាស់ជើជាងកឧបករណ៍ទាំងអស់ត្រូវបានចុះបញ្ជីរួចរាល់ហើយមុនពេលសងបំណុលរួចរាល់មិនត្រូវបានអនុញ្ញាតឲ្យផ្ទេរទ្រព្យសម្បត្តិណាមួយឡើយរោងចក្ររបស់អ៊ំប្រុសអ្នកត្រូវបានគេបិទហើយក្នុងបណ្ដាញសង្គមល្បីពេញហ្នឹងដឹងហើយអ្នកមិននិយាយអ្វីខ្លះទេអីនិយាយអីទៅគាត់ធ្វើបាបខ្លួនឯងទេមិនអាចបន្ទោសអ្នកដទៃបានឡើយជំរាបសួរតើមានអ្វីឲ្យខ្ញុំជួយដែរទេលោកគឺលីងឈិនមែនទេបាទគឺខ្ញុំឈ្មោះឈិនហ៊ុយសិនជាអ្នកលក់ដុំគ្រឿងបន្លាស់ឡាននៅទីរួមខេត្តបងម៉ាជាអ្នកណែនាំខ្ញុំឲ្យមកទីនេះលោកប្រធានឈិនស្គាល់ឈ្មោះជាយូរមកហើយអញ្ជើញចូលខាងក្នុងលោកប្រធានឈិនខ្ញុំទន្ទឹងរង់ចាំជួបលោកជាយូរមកហើយសូមអញ្ជើញចូលខាងក្នុងលេងឈិនថ្ងៃនេះខ្ញុំមកគឺមានអាជីវកម្មមួយចង់ជែកជាមួយអ្នកអាជីវកម្មអ្វីទៅវ៉ែម៉ែបានប្រាប់ខ្ញុំថាអ្នកមានបច្ចេកទេសល្អគុណធម៌ត្រឹមត្រូវនិងមានចក្ខុវិស័យខ្ញុំបានតាមដានអស់រយៈពេល3ខែហើយឃើញថានាងនិយាយមិនខុសទេខ្ញុំរកស៊ីបោះដុំគ្រឿងបន្លាស់អស់រយៈពេល7ឆ្នាំហើយដោយចំណេញលើតម្លៃកណ្ដាលប៉ុន្មានឆ្នាំនេះការប្រកួតប្រជែងខ្លាំងផលចំណេញកាន់តែតិចទៅខ្ញុំតែងតែចង់វិនិយោគទៅផ្នែកខាងក្រោមដោយបើកហាងជួសជុលរថយន្តផ្ទាល់ខ្លួនដូច្នេះលោកចង់ខ្ញុំចេញដើមទុននិងបណ្ដាញចំណែកអ្នកចេញបច្ចេកវិទ្យានិងការគ្រប់គ្រងយើងរួមគ្នាបង្កើតហាងជួសជុលរថយន្តជាបណ្ដាញលោកប្រធានឈិនគម្រោងនេះពិតជាធំណាស់ចុះការបែងចែកជាក់ស្ដែងយ៉ាងម៉េចវិញហាត្រង់ល្អណាស់ការវិនិយោគដំបូង3លានខ្ញុំជាអ្នកចេញចំណែកប្រាក់ចំណេញអ្នកបាន7ខ្ញុំបាន3ខ្ញុំបាន7
បច្ចេកវិទ្យាជាស្នូបើគ្មានអ្នកការងារនេះធ្វើមិនកើតទេបែងចែក7 3មិនខាតទេលោកប្រធានឆេនខ្ញុំសុំគិតមើលសិនពិតមែនហើយរឿងធំមិនអាចប្រញាប់ប្រញាល់ឡើយខ្ញុំនឹងឲ្យមេធាវីព្រៀងកិច្ចសន្យាលក្ខខណ្ឌអ្នកជាអ្នកកំណត់បើឃើញថាមិនសមស្របអាចកែប្រែបានគ្រប់ពេលគិតរួចរាល់ហើយទូរស័ព្ទមកខ្ញុំការវិនិយោគ3 លានប្រាក់ចំណេញបាន7 3លក្ខខណ្ឌនេះល្អហួសហេតុពេកហើយដឹងហេតុនេះហើយបានជាខ្ញុំទៅពិនិត្យកិច្ចសន្យាឲ្យបានល្អិតល្អន់ក្រែងលោកមានអន្តៈអ្វីមួយចិនឲ្យកូនគិតថាមនុស្សម្នាក់នេះគួរឲ្យទុកចិត្តតែទេលោកប្រធានមេជាអ្នកណែនាំប្រហែលជាគ្មានបញ្ហាទេប៉ុន្តែការរកស៊ីមិនអាចផ្អែកលើការទុកចិត្តតែមួយមុខទេត្រូវតែមានលិលាអក្សរឲ្យបានច្បាស់លាស់លេងចិនឯងកំពុងនឹកឃើញរឿងអ៊ំប្រុសរបស់ឯងមែនទេនឹងហើយកាលនោះបើបានចុះកិច្ចសន្យាក៏មិនត្រូវគេបោកប្រាស់ដល់ថ្នាក់នឹងដែរហេតុនេះហើយលើកនេះរាល់លក្ខខណ្ឌទាំងអស់ត្រូវសរសេរឲ្យច្បាស់លាស់ទាំងការបែងចែកសិទ្ធិទទួលខុសត្រូវនិងយន្តការដកខ្លួនចេញត្រូវរៀបរាប់ឲ្យច្បាស់លាស់មួយចំណុចម្ដងត្រូវហើយមិនអាចខាត់បង់ទៀតទេលក្ខខណ្ឌច្បាស់លាស់ណាស់គ្មានបញ្ហាធំដុំទេការបែងចែកប្រាក់ចំណេញសមាមាត្រវិនិយោគនិងយន្តការដកខ្លួនចេញសុទ្ធតែសរសេរយ៉ាងច្បាស់លាស់តើមានចំណុចណាដែលត្រូវប្រុងប្រយ័ត្នដែរទេសូមមើលចំណុចនេះបន្តិចតាក់ទងនឹងសិទ្ធិប្រើប្រាស់ម៉ាកយីហោកន្លែងនេះខ្ញុំចង់កែប្រែបន្តិចលក្ខខណ្ឌដែលកែប្រែខ្ញុំបានមើលហើយគ្មានបញ្ហាទេធ្វើតាមអ្វីដែលអ្នកបានកែចុះអរគុណលោកប្រធានឆេនដែលយកយល់ហាយុវជនមានការប្រុងប្រយ័ត្នគឺជារឿងល្អធ្លាប់ចាញ់បោកគេម្ដងទើបស្គាល់ពីការការពារខ្លួនឡៅម៉ែធ្លាប់ប្រាប់ខ្ញុំពីរឿងរបស់អ្នកអ៊ំប្រុសរបស់អ្នកធ្វើបែបនោះពិតជាមិនសមរម្យតតែសោះវាបានកន្លងហួសអស់ទៅហើយកន្លងហួសទៅហើយគឺល្អហើយតោះចុះហត្ថលេខាមកលេនឆេនចាប់ពីថ្ងៃនេះទៅយើងជាដៃគូសហការគ្នាយ៉ាងពិតប្រាកដហើយលោកប្រធានឆេនខ្ញុំនឹងមិនធ្វើឲ្យលោកខកបំណងឡើយទីតាំងសម្រាប់ហាងសាខាដំបូងគឺសម្រេចលើអ្នកជាអ្នកជ្រើសរើសចុះខ្ញុំពេញចិត្តតំបន់ក្បែរផ្សារគ្រឿងបន្លាស់រថយន្តនៅប៉ែកខាងកើតទីក្រុងនៅទីនោះមានយានដ្ឋានច្រើនប៉ុន្តែខ្វះហាងស្តង់ដារលំដាប់ខ្ពស់ពិតជាភ្នែកមុតមែនឯរឿងដើមទុនខ្ញុំអាចរៀបចំបានគ្រប់ពេល3 លានការវិនិយោគរហូតដល់3 លានឆេនឲ្យកូនពិតជាអស្ចារ្យណាស់ខំប្រឹងធ្វើការឲ្យល្អកុំធ្វើឲ្យគេខកបំណងនិងកុំក្បត់ទំនុកចិត្តដែលគេមានចំពោះយើងចុះបន្ទាប់មកទៀតរើសបុគ្គលិកហាងថ្មីចិត្តបើកហើយពឹងលើខ្ញុំម្នាក់ឯងមិនគ្រាន់ទេត្រូវរកជាងបច្ចេកទេសដែលគួរឲ្យទុកចិត្ត2 3នាក់នៅក្នុងរោងចក្រអ៊ំរបស់កូនកាលមុនមានជាងពូកែមួយចំនួនដែរក្រោយពេលរោងចក្របិទទ្វារពួកគេក៏គ្មានការងារធ្វើដែរខ្ញុំដឹងមានម្នាក់ឈ្មោះដេយ៉ុនពីមុនមានទំនាក់ទំនងល្អជាមួយខ្ញុំណាស់គេជាមនុស្សស្មោះត្រង់ណាស់កូនអាចទៅនិយាយលេងជាមួយគេបានបងលេននេះជាការនិយាយមែនទេពិតមែនហើយប្រាក់ខែខ្ពស់ជាងមុន20បើកឲ្យទៀងទាត់មិនពន្យាពេលឡើយអ៊ំប្រុសរបស់បងនៅជំពាក់ប្រាក់ខែខ្ញុំ3 ខែទៀតរហូតមកដល់ពេលនេះនៅមិនទាន់បើកឲ្យផងខ្ញុំដឹងហើយព្រោះតែហេតុនេះទើបខ្ញុំមកស្វែងរកឯងបងលេងខ្ញុំនឹងធ្វើការជាមួយបងការតុបតែងចិត្តរួចរាល់ហើយសប្តាហ៍ក្រោយអាចបើកដំណើរការបានហើយបងលេងហាងនេះធំជាងហាង Thing Venji របស់បងឆ្ងាយណាស់ធំមានផលល្អបែបធំតូចមានផលល្អបែបតូចលេងឆេនថ្ងៃបើកសម្ពោធខ្ញុំនឹងអញ្ជើញអ្នកនៅក្នុងវិស័យគ្រឿងបន្លាស់ក្នុងក្រុងទាំងអស់មកចូលរួមអបអរសាទរអរគុណច្រើនលោកប្រធានឆេនស្អីគេគាត់ចង់មកដែរនរណាគេជាប្រធានសមាគមជួសជុលរថយន្តប្រចាំខេត្តលោកលឺថៃតើគាត់មកធ្វើអ្វីហាងនេះពិតជាធំស្អិតស្កៃណាស់គឺថានាយកហាងទើបតែអាយុ26ឆ្នាំទេពិតមែនហើយក្មេងខ្ចីតែមានសមត្ថភាពខ្លាំងណាស់លេងឆេនអបអរសាទរផងលោកប្រធានអរគុណច្រើនដែលបានអញ្ជើញមកចូលរួមខ្ញុំធ្លាប់និយាយហើយថាឯងពិតជាមានអនាគតវែងឆ្ងាយណាស់លោកលីវខេប្រធានសមាគមជួសជុលរថយន្តជំរាបសួរលោកប្រធានលីវក្មេងចំនួនក្រោយអាចបើកហាងរហូតដល់ក្នុងក្រុងខេត្តបែបនេះពិតជាមិនធម្មតាទេលោកប្រធានលីវសរសើរហួសហេតុពេកហើយខ្ញុំនិយាយថាឯងមានបច្ចេកទេសល្អថ្ងៃនេះមកមើលថាតើពិតដូចគេនិយាយមែនឬអត់លោកប្រធានលីវចង់ពិនិត្យមើលអ្វីខ្ញុំរីករាយនឹងបង្ហាញជូនគ្រប់ពេលហានក្លាហានណាស់ល្អណាស់ថ្ងៃក្រោយបើមានឱកាសចាំមកសាកល្បងគ្នាបងលេងនារីម្នាក់នោះដូចជាកំពុងរកនរណាគេអញ្ចឹងលេងឆេនពិតជាបងមែនហាអូននឹកថាបងមកបើកហាងនៅក្នុងក្រុងទើបខំអញ្ជើញមកលេងបងនឹងណាមានការអីមែនទេលេងឆេនឥឡូវអូនគ្មានការងារធ្វើទេចង់មករកការងារធ្វើនៅកន្លែងបងតាបានទេចេះជួសជុលឡានទេជួសជុលឡានអូនមិនចេះទេប៉ុន្តែអូនអាចធ្វើជាអ្នកទទួលភ្ញៀវនៅខាងមុខរៀបចំទទួលអតិថិជនអីនឹងបានតើលេងឆេនអូនដឹងថាកាលពីមុនអូនមានអាកប្បកិរិយាមិនល្អចំពោះបងព្រោះតែការនោះអូនមិនទាន់ដឹងក្តីឥឡូវបងជោគជ័យហើយជួយអូនបន្តិចទៅណាអញគឺវីវីមែនទេចុះនាងជាខ្ញុំជាមិត្តស្រីរបស់លេងឆេនបងស្រីហ្វីវីកាដែលបងនៅជាមួយឆៅជាងយកបងមើងងាយពួកយើងមិនស្ទើរទេឥឡូវនេះធ្លាក់ខ្លួនទៅមករណប់លេងឆេនមែនទេកន្លែងតូចតាចរបស់យើងមិនអាចទទួលមនុស្សអស្ចារ្យដូចជាបងស្រីបានទេបងស្រីអញ្ជើញទៅរកកន្លែងផ្សេងដែលខ្ពង់ខ្ពស់ជាងនេះចុះញ៉ាំបាយទៅអបាញ់មិញនេះដូចជាកាច់ពេកហើយមែនទេកាច់បងដឹងទេថាកាលពីមុននាងនិយាយពីបងយ៉ាងម៉េចខ្លះនាងនិយាយថាវាសនារបស់បងគឺត្រឹមតែជាអ្នកធ្វើការឲ្យគេមួយជីវិតគ្មានថ្ងៃយកក្បាលរួចឡើយឥឡូវនេះបែរជាមករកបងសុំឲ្យបងទទួលយកនាងទៅវិញមនុស្សប្រភេទនេះមិនសមនឹងឲ្យបងអាណិតតតែសោះខ្ញុំក៏គ្មានបំណងនឹងទទួលយកនាងដែរ
អេចឹងខ្ញុំមកជួយតនពេលល្មមលេងឈិនឯងចាំមើលទៅបងលីនម្នាក់នេះគឺចាស់ចៅពីមុនធ្លាប់រកមួយឲ្យហាង4ជំនាញខាងបោកប្រាស់គេថាកែលីនឬថាលោកបើកហាងនៅទីរួមខេត្តយូរហើយថ្ងៃនេះខ្ញុំពិសេសមកសួរសុខទុក្ខកាដូបន្តិចបន្តួចមិនសមជាការគួរសមទេចាស់ចៅមែនទេមានការអីថាកែលីនពីមុនខ្ញុំធ្វើការនៅហាង4ជាង10ឆ្នាំមានមួយច្រើននិងស្គាល់គេច្រើនខ្ញុំចង់សហការជាមួយលោកខ្ញុំណែនាំមួយឲ្យលោកចែកភាគលាភឲ្យខ្ញុំខ្លះផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកល្អទេចាស់ចៅពីមុនលោកជួយរកមួយឲ្យគេរបៀបម៉េចខ្ញុំធ្លាប់រហើយថាកែលីនធ្វើចំនួនត្រូវតែបាត់បែនបន្តិចហើយយករបស់លោកត្រឡប់ទៅវិញទៅមួយបែបនេះខ្ញុំមិនត្រូវការទេបងចៅអញ្ជើញទៅចុះមិនជួលដំណើរទេបងលីនធ្វើឲ្យគាត់អន់ចិត្តបែបនេះមិនអីទេអន់ចិត្តក៏អន់ចិត្តទៅពួកយើងធ្វើការដោយផ្អែកលើគេឈ្មោះមិនពឹងផ្អែកលើវិធីរបស់គាត់ឡើយខំប្រឹងធ្វើការទៅថ្ងៃមុខមិនខ្វះប្រយោជន៍សម្រាប់ឯងទេថាកែឡានរបស់ខ្ញុំស្រាប់តែបញ្ឆេះលោកអាចជួយមើលបន្តិចបានទេបានលីនឈិនថាកែលីនឌីឈ្មោះល្បីល្បាញយូរហើយពួកយើងសហការគ្នាលោកណែនាំមួយឲ្យទិញធានារ៉ាប់រងខ្ញុំនឹងចែកភាគលាភឲ្យលោកមួយឆ្នាំយ៉ាងហោចណាស់ក៏បានជាង100000ដែរសុំទោសផងខ្ញុំមិនធ្វើរឿងនេះទេថាកែម្នាក់នេះមានគោលការណ៍ណាស់តើថាកែលីនបញ្ហាឡានខ្លះដែលហាងពួកខ្ញុំជួសជុលមិនកើតខ្ញុំនឹងបញ្ជូនមកឲ្យលោកចំណែកកម្រៃពួកយើងចែកគ្នាពាក់កណ្ដាលម្នាក់ចែកគ្នាពាក់កណ្ដាលអតិថិជនទិញលុយតែពួកលោកបានពាក់កណ្ដាលទេនេះជាច្បាប់ក្នុងរបបនេះហើយខ្ញុំមិនធ្វើឡើយថាកែលីនខ្ញុំមានគ្រឿងបន្លាស់កែច្នៃថ្មីមួយកុំភ្លេតម្លៃថោកចំណេញបានច្រើនគ្រឿងបន្លាស់កែច្នៃឡើងវិញលោកគិតថាខ្ញុំចង់ងាប់ឬក៏គិតថាអតិថិជនរបស់ខ្ញុំគ្មានតម្លៃថាកែម្នាក់នេះពិតជាមិនធម្មតាមែនលីងឈិនយល់ថាប៉ុន្មានថ្ងៃនេះមានមនុស្សមិនតិចទេមកសុំអញសហការគ្នាសុទ្ធតែជាផ្លូវមិនត្រង់ខ្ញុំបដិសេធទាំងអស់ហើយនិស្ស័យរបស់អញបែបនេះប្រកាសជាធ្វើឲ្យមនុស្សមិនតិចទេអន់ចិត្តក៏អន់ចិត្តទៅខ្ញុំបើកហាងគឺដើម្បីធ្វើការងារមិនមែនដើម្បីរាប់អានមិត្តភក្តិឡើយបែបនេះទើបត្រូវធ្វើជំនួញខ្លាចបំផុតគឺគ្មានគោលការណ៍ច្បាស់លាស់គ្មានព្រំដែនកំណត់បើអញអាចរក្សាខ្សែបន្ទាត់នេះបានគង់តែជោគជ័យធំមិនខានអូហូឡានផ្ទះអ្នកណាគេនឹងស្អាតខ្លាំងម្ល៉េះនេះមិនមែនជាឡានគ្រួសារដាលីនទេអីកូនប្រុសរបស់ដាលីនត្រឡប់មកវិញហើយដាលីននេះជាឡានកូនប្រុសរបស់លោកមែនទេបាទកូនប្រុសខ្ញុំនៅទីរួមខេត្តបានបើកហាងជួសជុលឡានជាសាខាច្រើនកន្លែងហាងសាខាច្រើនកន្លែងគឺហាងទៀនហ្វុងគឺនោះមែនទេខ្ញុំធ្លាប់រើសហើយឥឡូវល្បីខ្លាំងណាស់ដាលីនថ្ងៃក្រោយលោកបានសុខហើយមិនមែនទេគឺកូនម្នាក់នេះវាមានសំណាងល្អប៉ុណ្ណោះដាលីនលោកបន្ទាបខ្លួនទៀតហើយខ្ញុំនិយាយតាំងពីដើមមកថាក្មួយឈិនម្នាក់នេះពិតជាមានអនាគតល្អមែនពីមុននិយាយថាលីនឈិនគ្មានអនាគតឥឡូវគេខ្លាចជាថៅកែធំទៅហើយបើខ្ញុំអាចបង្កើតបានកូនប្រុសល្អបែបនេះមិនដឹងជាល្អយ៉ាងណាទេលីនឈិនឯងត្រឡប់មកវិញលើកនេះឬថាចង់ធ្វើអ្វីមួយជួយដល់ភូមិរបស់យើងមែនទេមេភូមិខ្ញុំចង់បង្កើតវគ្គបណ្ដុះបណ្ដាលជួសជុលឡានដោយឥតគិតថ្លៃមួយនៅក្នុងភូមិឥតគិតថ្លៃមិនយកលុយមែនទេមិនយកលុយទេរៀនរយៈពេល3ខែក្រោយរៀនចប់អាចទៅធ្វើការនៅហាងរបស់ខ្ញុំឬក៏អាចបើកហាងដោយខ្លួនឯងក៏បានចុះកូនប្រុសខ្ញុំអាចចុះឈ្មោះរៀនបានទេខ្ញុំក៏ចង់ឲ្យក្មួយប្រុសរបស់ខ្ញុំមករៀនដែរតាកញ្ចាស់កូនប្រុសរបស់ពួកយើងមានអនាគតហើយថ្ងៃនេះយើងរៀនពីប្រព័ន្ធហ្វ្រាំងអ្នកទាំងអស់គ្នាចូលមើលស្បែកហ្វ្រាំងនេះតើវាសឹករហូតដល់កម្រិតណាទើបត្រូវបដូរថ្មីស្ទាបមើលកម្រាស់នេះចងចាំអារម្មណ៍ពេលប៉ះវាឲ្យច្បាស់ពុកពិសាទឹកបន្តិចទៅអាឈិនការពុកនៅក្មេងពុកធ្លាប់ចង់បើកវគ្គបណ្ដុះបណ្ដាលបង្រៀនគេជួសជុលឡានណាស់មិននឹកស្មានថាចាស់ទៅហើយបែរជាបានធ្វើវាសម្រេចមែនពុកនេះទើបតែចាប់ផ្ដើមប៉ុណ្ណោះកូនប្រុសកូនពូកែជាងពុកឆ្ងាយណាស់ចប់ហើយគឺចប់អស់ហើយខ្ញុំជាអ៊ំប្រុសរបស់លីនឈិនគេមិនអាចបោះបង់ខ្ញុំចោលមិនគិតគូរនោះទេលោកអ៊ំ
Liên Chen គឺថា Liên Chen ខ្ញុំមកស្វែងរកឯងគឺចង់សុំឲ្យឯងផ្ដល់ការងារមួយឲ្យខ្ញុំធ្វើពេលនេះខ្ញុំគ្មានសល់អ្វីទាំងអស់រោងចក្រក៏បាត់បង់ផ្ទះសម្បែងក៏លក់អស់ប្រពន្ធក៏លែងលេះជាមួយខ្ញុំទៀតខ្ញុំទៅហាងជួសជុលឡានផ្សេងទៀតឲ្យតែពួកគេពីរឿងរ៉ាវដែលខ្ញុំធ្លាប់បង្កឡើងពួកគេមិនព្រមទទួលខ្ញុំឡើយ Liên Chen ឯងជួយអាណិតខ្ញុំបន្តិចទៅសុំឲ្យខ្ញុំមានបាយហូបផងលោកអ៊ំលោកដឹងទេថាពេលនេះខ្ញុំកំពុងមានអារម្មណ៍បែបណាគុំនិយាយទៀតអីទុកវាចោលចោះការងារអាចផ្ដល់ឲ្យលោកបានតែមានលក្ខខណ្ឌត្រូវចាប់ផ្ដើមពីការងារបោះសម្អាតបោះដីលើកអីវ៉ាន់និងលាងឡានប្រាក់ខែ 3000 រ៉ាប់រងការហូបចុកនិងស្នាក់នៅបើធ្វើបានល្អថ្ងៃក្រោយចាំគិតទៀតបាទខ្ញុំព្រមធ្វើឲ្យខ្ញុំធ្វើការងារអ្វីក៏ខ្ញុំព្រមដែរស្អែកមកចូលធ្វើការចោះពុកមិនក៏ពុកមកទីនេះពុកមកធ្វើការចាប់ផ្ដើមពីទីនេះទៅបោះដីនៅខាងមុខនេះឲ្យស្អាតអ្នកជួបការ៉ូធ្វើឲ្យលឿនបន្តិចទៅកុំឲ្យខាត់ពេលខ្ញុំពុកតើពុកមិនអីទេយ៉ាងតូចតើឯងគិតថាវាជាកម្មពីរបស់ខ្ញុំមែនទេពីមុនខ្ញុំធ្លាប់មើលងាយបងប្រុសចិនរបស់ឯងឥឡូវដល់វេនអ្នកដទៃមកមើលងាយខ្ញុំវិញហើយប៉ុន្តែខ្ញុំមិនអាចចាក់ចេញបានទេប្រសិនបើខ្ញុំចាក់ចេញនោះខ្ញុំនឹងលែងមានអ្វីទាំងអស់ហើយបងលីងឡានមើលសិស្តែពួកយើងបានជួសជុលកាលពីសប្តាហ៍មុនបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយឥឡូវនេះម្ចាស់ឡានកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខ្ញុំក៏បានរឿងនេះដែរក្រុមគ្រួសាររបស់ម្ចាស់ឡានបានបង្ហោះនៅលើអ៊ីនធឺណិតថាហ្វ្រាំងឡានមិនដំណើរការបញ្ហាគឺមតិសាធារណៈកំពុងតែផ្ទុះឡើងខ្លាំងហើយបងលីនមើលនេះមើលទៅមន្ទីរពេទ្យសួរសុខទុក្ខម្ចាស់ឡានសិនរួចសឹមទៅកន្លែងកើតហេតុឯងគឺជាម្ចាស់ហាងជួសជុលឡាននោះមែនទេបាទគឺខ្ញុំមកដើម្បីពិនិត្យមើលស្ថានភាពហើយពួកយើងនឹងស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ឡានដែលពួកឯងជួសជុលមានបញ្ហាស្ទើរតែសម្លាប់ប្តីខ្ញុំទៅហើយបងប្រុសតើបងអាចប្រាប់ខ្ញុំពីស្ថានភាពនៅពេលនោះបានទេជន់ហ្វ្រាំងទៅហើយតែគ្មានប្រតិកម្មអ្វីសោះខ្ញុំនឹងស៊ើបអង្កេតឲ្យច្បាស់ប្រសិនបើវាជាកំហុសរបស់ពួកយើងខ្ញុំនឹងសងការខូចខាតទាំងអស់ទំនិញមួយបាច់នេះមិនមែនជាទំនិញដែលលោកប្រធានចិនគ្រប់គ្រងឲ្យនោះទេគុណភាពវត្ថុធាតុដើមមិនត្រូវភាពរឹងមាំក៏មិនគ្រប់គ្រាន់សុទ្ធតែជាទំនិញคล้ายៗទាំងអស់បងលីនតើវាអាចទៅរួចយ៉ាងម៉េចទៅពេលចេញពីឃ្លាំងទំនិញគឺត្រឹមត្រូវបញ្ហាគឺស្ថិតនៅលើការដឹកជញ្ជូនតើនរណាជាអ្នកទទួលខុសត្រូវលើការដឹកជញ្ជូនគឺចៅយ៉ាងបងលីនចៅយ៉ាងបានប្រមូលខោឲ្យចាក់ចេញទៅតាំងពីយប់មិញម្លេះហើយទូរស័ព្ទរបស់គេក៏បិទដែរពិនិត្យមើលឡានទាំងអស់នៅក្នុងហាងដែលបានប្រើប្រាស់គ្រឿងបន្លាស់មួយបាច់នេះហើយតាក់ទងទៅអតិថិជនម្នាក់ឲ្យយកឡានមកពិនិត្យឡើងវិញបងលីនការខាត់បងនេះមិនមែនតិចតួចទេណាការខាត់បងខ្ញុំជាអ្នកទទួលខុសត្រូវសុវត្ថិភាពរបស់អតិថិជនគឺសំខាន់ជាងអ្វីទាំងអស់រឿងចៅយ៉ាងខ្ញុំបានរើហើយលោកប្រធានចិនខ្ញុំបានពិនិត្យរួចហើយពេលចេញពីឃ្លាំងរបស់លោកទំនិញគឺត្រឹមត្រូវគឺចៅយ៉ាងជាអ្នកលួចបដូរវានៅពាក់កណ្ដាលផ្លូវតើអានឹងវាចង់បានអ្វីទៅពិតប្រាកដស្បែកហ្វ្រាំងពិតប្រាកដមួយឈុតថ្លៃជាង 1000 រីអែលរបស់ខ្លាំងៗតែប៉ុន្មានសិនប៉ុណ្ណោះគេបានយករបស់ពិតទៅលក់រួចចំនួនដល់របស់ខ្លាំងៗដើម្បីយកលុយចំណេញដាក់ហោបឲ្យខ្លួនឯងគួរឲ្យស្អប់ខ្ពើមណាស់លោកប្រធានចិនរឿងនេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយចុះរាល់ការខាតបង់ទាំងអស់គឺខ្ញុំជាអ្នកទទួលខុសត្រូវតែម្នាក់ឯងហាងធីងហ្វុងគឺជាយីហោរបស់ខ្ញុំប្រសិនបើមានបញ្ហាខ្ញុំត្រូវតែទទួលខុសត្រូវដល់ទីបំផុតសម្របសម្រួលជាមួយអតិថិជនដែលរងផលប៉ះពាល់សិនរួចសឹមរីកាទៅប៉ូលីសបងប្រុសបងស្រីរឿងលើកនេះគឺមកពីការគ្រប់គ្រងរបស់ខ្ញុំមិនបានល្អរាល់ថ្លៃព្យាបាលថ្លៃខាតបង់ការងារនិងថ្លៃស្ដារនីតិសម្បទាបន្តទៀតខ្ញុំនឹងចេញឲ្យទាំងអស់មិនអាចទៅរួចទេឡាននោះក្រៅពីខ្ញុំនៅប្រព័ន្ធហ្វ្រាំងមិនបានហើយបងនឹងផ្ដល់ការថែទាំដោយឥតគិតថ្លៃពេញមួយជីវិតយុវជនឲ្យខ្ញុំមើលដឹងថាឯងជាមនុស្សស្មោះត្រង់ម្នាក់រឿងនេះទុកវាចោលត្រឹមនឹងទៅចុះអរគុណបងប្រុសបងស្រីណាស់ទៅថ្ងៃមុខឡានរបស់បងគឺខ្ញុំជាអ្នកមើលថែដោយផ្ទាល់គេតែងតែនិយាយថាអាជីវករធ្វើអ្វីដើម្បីតែប្រយោជន៍ខ្លួនឯងតែមនុស្សដូចឯងពិតជាកុំមកជួបណាស់អាឡូតើលោកគឺលោកលីងឈិនមែនទេចៅយ៉ាងត្រូវបានចាប់ខ្លួនបានហើយនៅស្ថានីយ៍រថភ្លើងបាក់ខ្ញុំដឹងហើយបងចិនខ្ញុំខុសហើយខ្ញុំគ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះពួកនោះនិយាយថាបើលោកគ្រឿងបន្លាស់មួយបាច់នេះគឺអាចសងបំណុលល្បែងអស់ហើយតើឯងដឹងទេថាភាពល្ងង់ខ្លាយរបស់ឯងស្ទើរតែសម្លាប់មនុស្សទៅហើយចៅយ៉ាងខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យឯងហើយតែឯងជាអ្នកបំផ្លាញវាដោយដៃខ្លួនឯងលីនឈិនរឿងលើកនេះប្រហែលជាធ្វើឲ្យឯងពិបាកចិត្តខ្លាំងហើយមែនទេខ្ញុំតែងតែចង់ផ្ដល់ឱកាសឲ្យចៅយ៉ាងតែលទ្ធផលគឺមនុស្សខ្លះឯងមិនអាចជួយគេបានឡើយបងលីនកុំគិតច្រើនអីពួកយើងត្រូវតែបន្តទៅមុខទៀតរឿងលើកនេះបានធ្វើឲ្យខ្ញុំយល់ច្បាស់ពីដឹងរឿងមួយរឿងអ្វីទៅ
ការធ្វើអាជីវកម្មមិនអាចពឹងផ្អែកតែលើមនោសញ្ជាតិណានោះទេប្រព័ន្ធគ្រប់គ្រងនិងគោលការណ៍គឺសំខាន់ជាងអ្វីទាំងអស់ចាប់ពីថ្ងៃស្អែកទៅរាល់គ្រឿងបន្លាស់ដែលចូលនឹងចេញពីឃ្លាំងត្រូវតែមានមនុស្ស2នាក់ពិនិត្យរួមគ្នាលោកលីនរឿងក្តីរបស់ជើយ៉ាងត្រូវបានបញ្ជូនទៅឲ្យការហើយក្នុងនាមជាភាគីរងគ្រោះលោកមានសិទ្ធិសម្រេចចិត្តថាតើត្រូវទាមទារសំណងរដ្ឋប្រវេណីដែរឬទេលីនឆិនឬមួយក៏លើកលែងឲ្យគេទៅលោកប្រធានចិនគេលួចបដូរគ្រឿងបន្លាស់ស្ទើរតែសម្លាប់មនុស្សទៅហើយខ្ញុំដឹងប៉ុន្តែទោះជាយ៉ាងណាគេក៏ជាបងជីដូនមួយរបស់ឯងដែរខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យគេរួចហើយត្រូវកាត់ទោសយ៉ាងណាគឺយ៉ាងនោះចុះចំពោះសំណងរដ្ឋប្រវេណីក៏ត្រូវតែបន្តទាមទារដែរលីនឆិនចំពោះរឿងរបស់អាតូយ៉ាងតើឯងអាចមេត្តាលើកលែងទោសឲ្យគេបានទេលោកអ៊ំតើលោកដឹងពីរឿងដែលគេបានធ្វើដែរឬទេខ្ញុំដឹងថាគេធ្វើមិនត្រូវប៉ុន្តែគេនៅក្មេងណាស់គេលួចបដូរគ្រឿងបន្លាស់ជំនួសដោយរបស់คล้ายៗដើម្បីយកលុយចំណេញដាក់ហោប៉ៅខ្លួនឯងម្ចាស់ឡាន Mercedes នោះត្រូវបាក់ជើងហើយប្រសិនបើហ្វ្រាំងខូចទាំងស្រុងជីវិតមនុស្សម្នាក់ប្រហែលជាបាត់បង់ទៅហើយលោកអ៊ំតើលោកចង់ឲ្យខ្ញុំលើកលែងទោសឲ្យគេយ៉ាងម៉េចកើតលីនឆិនខ្ញុំសុំអង្វរែងលោកអ៊ំទ្វារនៅខាងនោះជើយ៉ាងនេះជាផ្លូវដែលឯងជ្រើសរើសដោយខ្លួនឯងលីនឆិនលោកប្រធានលីវមកដល់ហើយជំរាបសួរលោកប្រធានលីវលីនឆិនហាងរបស់ឯងធំជាងពេលដែលខ្ញុំមកលើកមុនឆ្ងាយណាស់ឥឡូវនេះសូម្បីតែឡានអគ្គិសនីថាំពោថ្មីក៏អាចជួសជុលបានដែររៀនបាន2 3ខែដែរឥឡូវអាចទទួលធ្វើបានស្ទើរតែទាំងអស់ហើយលីនឆិនថ្ងៃនេះខ្ញុំមកគឺមានការចង់និយាយជាមួយឯងសមាគមកំពុងរៀបចំបង្កើតគណៈកម្មាធិការស្តង់ដារបច្ចេកវិទ្យាថាំពោថ្មីមួយហើយខ្ញុំចង់ឲ្យឯងធ្វើជាអនុប្រធានលោកប្រធានលីវបទពិសោធន៍របស់ខ្ញុំនៅមានកម្រិតណាស់បទពិសោធន៍មិនសំខាន់ទេអ្វីដែលសំខាន់គឺបច្ចេកទេសនិងគុណធម៌តំណែងនេះត្រូវការមនុស្សដែលយល់ដឹងពីការងារពិតប្រាកដលោកម្ចាស់ហាងលីនឬថាមានព័ត៌មានថាលោកទើបតែត្រូវបានតែងតាំងជាអនុប្រធានសមាគមជួសជុលឡានខេត្តតាកញ្ចាស់នោះជាកូនប្រុសរបស់ពួកយើងតើជោគជ័យហើយកូនប្រុសរបស់ពួកយើងជោគជ័យហើយខ្ញុំត្រូវតែទូរស័ព្ទទៅប្រាប់បងប្អូនសាច់ញាតិឲ្យបានដឹងយ៉ាតូចខ្ញុំចង់សួររឿងខ្លះពីនាងគឺខ្ញុំចង់សុំស៊ូឈៀងរៀបការពិតមែនឬពិតជាល្អណាស់សៀវយ៉ាខ្ញុំចង់សួរអ្នករឿងមួយខ្ញុំចង់សុំស៊ូឈៀងរៀបការមែនណាហេពិតជាល្អណាស់ខ្ញុំចង់ដឹងថាតើនាងចូលចិត្តការសុំរៀបការបែបណាស៊ូឈៀងគាត់ជាមនុស្សមិនសូវចូលចិត្តការអធិកអធមពេកទេតែគាត់ច្បាស់ជាចង់ឲ្យក្រុមគ្រួសារនៅទីនោះដែរលីនឆិនថ្ងៃនេះឯងមកមានការអីមែនទេពូមីងខ្ញុំចង់រៀបការជាមួយស៊ូឈៀងតើពួកឯងស្គាល់គ្នាយូរប៉ុណ្ណាហើយ3 ឆ្នាំហើយ3 ឆ្នាំមកនេះស៊ូឈៀងតែងតែនៅក្បែរខ្ញុំជានិច្ចខ្ញុំចង់ផ្ដល់គ្រួសារមួយឲ្យនាងតើឯងអាចល្អចំពោះនាងអស់មួយជីវិតបានទេបាទខ្ញុំស្បត់មិនអីទេខ្ញុំជឿឯងហើយនេះគឺ3 ឆ្នាំមុននាងបានហុចសៀវភៅបញ្ញាដែលមានប្រាក់ 12,000 ឲ្យខ្ញុំនោះជាប្រាក់សន្សំរយៈពេល 2 ឆ្នាំរបស់នាងនិយាយថារឿងរបស់ខ្ញុំក៏ជារឿងរបស់នាងដែរឥឡូវនេះខ្ញុំចង់និយាយថាជីវិតរបស់ខ្ញុំគឺជារបស់នាងរៀបការជាមួយខ្ញុំបានទេកូនល្អទៅថ្ងៃមុខពួកយើងជាគ្រួសារតែមួយហើយក្មេងម្នាក់នេះពិតជាមានសំណាងណាស់បងប្រុសលីនបងក្លេស្រីសូមឲ្យស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងណាជុលកែវឈិនឲ្យផ្ទះនេះនៅជាន់ទីប៉ុន្មានដែរជាន់ទី18បាត់ពុកម៉ែដល់ហើយនេះសម្រាប់ឲ្យពួកយើងរស់នៅមែនទេបាទនេះជាផ្ទះថ្មីរបស់ពុកម៉ែហើយឈិនឲ្យជីវិតរបស់ពុកជាតិនេះគឺមានតម្លៃណាស់តាចាស់ឲ្យកូនប្រុសរបស់ពួកយើងមានបានហើយពុកកាលនោះជើងរបស់ពុកបានរងរបួសមិនអាចសម្រេចក្តីស្រមៃបានទេឥឡូវនេះខ្ញុំសម្រេចវាជំនួសពុកវិញកូនពិតជាខ្លាំងជាងពុកឆ្ងាយណាស់ប្រធានរោងចក្រលីនរឿងឡានហើយការទុកឲ្យខ្ញុំចុះសុទ្ធតែម៉ាក់មេបាច់ទាំងអស់ចំនួន12គ្រឿងគ្រប់គ្រាន់ទេលោកអគ្គនាយកលីបែបនេះចំណាយច្រើនពេកហើយចំណាយច្រើនអីទៅការនោះឡានរបស់ខ្ញុំឯងយកតែ 15,000 ប៉ុណ្ណោះខណៈដែលហាង4ស្គេគិតតម្លៃ 150,000 ដូច្នេះគិតយកបន្តិចបន្តួចនេះខ្ញុំត្រូវតែផ្ដល់ឲ្យចំណែករឿងសារខ្ញុំជាអ្នកអប់រំសុទ្ធតែសារលំដាប់ខ្ពស់ធានាថាមានមិនខ្វះទេទឹកចិត្តរបស់រាល់គ្នាខ្ញុំទទួលទុកហើយពិធីការនឹងរៀបចំនៅក្នុងភូមិវិញព្រោះខ្ញុំចង់ឲ្យអ្នកភូមិទាំងអស់មកធ្វើជាសាក្សីបងប្រុសលីនចុះធៀបការរបស់លោកមីខាងបងត្រូវផ្ញើឲ្យគាត់ដែរទេពូជើបងប្រុសលីនប្រាប់ឲ្យខ្ញុំយកមកជូនពូតើខ្ញុំមានមុខមាត់អីនឹងទៅបំណងរបស់បងប្រុសលីនគឺបើពូចង់ទៅក៏ទៅចុះព្រះឲ្យឡានទាំងនេះត្រូវអស់លុយប៉ុន្មានទៅ
Công xua ấy linh chân ấy lâu ní chỉ thay cái thầm hai kê khoa ấy lôi bần nặng nú. Trong cõi ban ru nơi yang miên cái đây sọc hai. Khơi ọt mùi nú cứ chiaประเทศสมาคมจูโจลานประจำเขตหนึ่งนู้เหมือนจีเจ้าจินกอเตấyก้าปีมุนสัมหาคลังนะปีที่มุงโกกาเจ็ดจับดำหายโกนกลมล้อหนึ่งโกนกระมมโดจินจีนขณีชิงออกกุนโอนนะออกกุนได้เหมือนจะเจงปีบองขนมเปได้บองลมบะบ่มพอดการรีบการจีมวยบองคือจีการสำหรับจัดดอกเติมเตอบ่มพอดขนมชีวิตระบอบโอนลิถากุนร้องระบอบกวาดเตอร์จกุบให้คลุนกวาดตัวกวาดเตอร์เฟื่อการบอสสำอาดในขนมห้างระบอบลินชันได้วิสนามนุษย์เปิดจีเวอร์วอลแมนส้มออกกุนโลกครูจังออกกุนโลกอักนิยกเช่นโลกอักนิยกลีหนึ่งออกกุนดอนเนตแต่งออกเนียแต่บานกลมตรกยมลินเช่นขยมส้มนิเยจีมวยไอมวยมัดบานเต้มินกาไอแมนเต้ขยมเฟื่อการในตีนี้จีมวยชนำไฮตาไอโยธาอย่างไม่ได้บาขยมจ้องเรียนจุ่มหนิงคลาอันធ្វើការងារក្នុងដៃឲ្យបានល្អសិនចាំនិយាយគ្នាក្រោយមានរឿងអីមែនទេលីនឆិនខ្ញុំមានផ្ទៃពោះហើយខ្ញុំនឹងបានធ្វើជាពុកគេហើយមីងឲ្យហៅជីតាទៅកូនពុកគេទើបតែបាន8ខែប៉ុណ្ណោះមិននឹងចេះនិយាយទៅកំពុងគិតអីហ្នឹងកំពុងគិតថាតើកូនរបស់ពួកយើងទៅថ្ងៃអនាគតនឹងទៅជាយ៉ាងណាឲ្យតែពួកយើងប្រដៅគេឲ្យបានល្អគេច្បាស់ជាមានអនាគតល្អជាងបងមិនខាន